ពោះរបស់ញ៉ាំនេះមួយបើសិនជាមិនឆ្ងាញ់ហើយគ្មានអនាម័យទៀតទោះជាតម្លៃទាបកម្រិតណាក៏គ្មានអ្នកទៅញ៉ាំដែរបងប្អូនអរគ្នាជឿខ្ញុំទៅចំពោះកន្លែងខ្ញុំនេះរាល់ថ្ងៃគឺលក់ជូនសម្រាប់តែភ្ញៀវប្រចាំតែម្ដងនិយាយឲ្យចំទៅភ្ញៀវដែលគាត់គ្រប់ត្រតាំងពីដើមរហូតមកដល់ឥឡូវណាអ្នកដែលគាត់ធ្លាប់ញ៉ាំហ្នឹងគឺគាត់បានដឹងហើយអំពីរសជាតិគុណភាពអនាម័យអីទាំងអស់ហ្នឹងចំពោះតម្លៃវាជាផ្នែកមួយឯងបងប្អូនអរគ្នាហើយខ្ញុំមិនចេះទៅអួតថាឆ្ងាញ់ទេបងប្អូនអរគ្នាតាមពិតទៅវាឆ្ងាញ់មែនសម្រាប់បងប្អូនអរគ្នាដែលអត់ទាន់បានសាកញ៉ាំគឺអាចសាកញ៉ាំបានហើយតែបងប្អូនអរគ្នាបានញ៉ាំម្ដងគឺដឹងតែជាប់ចិត្តតែម្ដងអំពីរសជាតិនៅខាងយើងណាជារឿងធម្មតាទេបើសិនជាមិនឆ្ងាញ់ក៏គ្មានបងប្អូនជួយគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវនេះដែរហ្នឹងហើយជាចុងក្រោយគឺអរគុណខ្លាំងមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែជួយគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវនេះណាអរគុណច្រើនហើយជាចុងក្រោយក៏សូមទោសទៅកាន់បងប្អូនអរគ្នាចំពោះការយឺតយ៉ាវព្រោះដោយសារអធិស្ឋានផងព្រោះការដឹកជញ្ជូនមានការយឺតយ៉ាវអីផ្សេងៗអរគុណអូនដឹងទេឲ្យតែបាននៅជាមួយអូនដើម្បីទៅបងអាចលះបងបានដែរបងមិនស្ដាប់ក្រៅទេអូនស្ដាប់បងណាពេលនេះមិនដូចកាលពីមុនទេបងគ្មានអ្វីគ្មានការងារធ្វើក៏មិនដែរប៉ុន្តែពេលនេះគឺជារំសើបងមានអូនគឺជាមនុស្សសំខាន់បំផុតនៅក្នុងឆាកជីវិតបងស្រងលាក់លៀងស្លឹកឈើខ្ចីក៏លន់ណាយតន័យឆ្នាំថ្មីហើយដល់ហើយលាក់លៀងចិត្តភ្លឺហើយអេអើព្រឺប្រានត្រានត្រើយអោសងហើយសារាយថ្លៃយាយអូនណាស់ណាគេច្រៀងចោលឈុំទ្រូងអូនមិនលហើយបាត់ប្រុងហើយមានស្នេហ៍អូនស្ទើរហើយតែផ្លឹកឬក៏ពេលភ្លៀងហើយអេអើអូននឹងអើយនឹងម៉េចហើយឃើញគេស្អាតហ៎ហើយឃើញគេស្អាតហើយគិតថាគេនឹងស្លាញ់ហើយហ្មងតែគេនឹងស្លាញ់ហើយអាប្រេសអាប្រេសអើយមុំចេះក៏ហើយក្បាលឡើងកចាក់ចោលហើយហើយយល់ទេភាពស្ងប់ស្ងាត់ជាប្រភពនៃធម៌ពលដ៏អស្ចារ្យអ្នកដែលចេះមិនសូវនិយាយច្រើនអ្នកដែលនិយាយច្រើនមិនសូវចេះទឹកជាវត្ថុទន់បំផុតប៉ុន្តែអាចទម្លុះភ្នំនឹងដីបាននេះជាការបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ទន់ភ្លន់ដែលអាចយកឈ្នះលើភាពរឹងបានចំណេះវិជ្ជាជាឃ្លាំងកំណត់ម្នាក់ដើមឆ្នាំរវល់ទៅកាត់ឆុងដើម្បីជៀសវាងនៅរឿងរ៉ាវដែលមិនល្អជាច្រើនអាចកាត់ឡើងប៉ុន្តែយើងភ្លេចកាត់ចោលនូវមិត្តភ័ក្តិឬក៏មនុស្សមួយចំនួនដែលកំពុងតែនៅក្បែរយើងដែលពោពេញទៅដោយភាពអវិជ្ជមានដែលនាំតែបញ្ហារឿងរ៉ាវនិងភាពស្មុគស្មាញមិនចេះចាប់មិនចេះហើយឲ្យចេញពីខ្លួនយើងអស់អូនដឹងទេឲ្យតែបាននៅជាមួយអូនដើម្បីទៅបងអាចលះបងបានដែរបងមិនស្ដាប់ក្រៅទេអូនស្ដាប់បងណាពេលនេះមិនដូចកាលពីមុនទេបងគ្មានអ្វីគ្មានការងារធ្វើក៏មិនដែរប៉ុន្តែពេលនេះគឺជារំសើបងមានអូនគឺជាមនុស្សសំខាន់បំផុតនៅក្នុងឆាកជីវិតបងពេលកន្លងធ្លាប់នឹកបងម្ដងដែរទេចំណែកបងគឺនឹកមាសមេគ្រប់វេលាបងព្យាយាមប្រាប់ខ្លួនឯងថាពួកយើងបែកគ្នាតែមិនជាគូក្បាលមិនបានមនុស្សបែកគ្នាអាចមានវេលាអូនដឹងទេឲ្យតែបាននៅជាមួយអូនដើម្បីទៅបងអាចលះបងបានដែរបងមិនស្ដាប់ក្រៅទេអូនស្ដាប់បងណាពេលនេះមិនដូចកាលពីមុនទេបងគ្មានអ្វីគ្មានការងារធ្វើក៏មិនដែរប៉ុន្តែពេលនេះគឺជារំសើបងមានអូនគឺជាមនុស្សសំខាន់បំផុតនៅក្នុង